ក្តីរំពឹងថាភាគីថៃនឹងបញ្ឈប់ការវាយប្រហារកម្ពុជាមកលើកម្ពុជាហាក់គ្មានពន្លឺកិច្ចប្រជុំពិសេសនៃរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃទី22ធ្នូនេះទំនងមិនអាចបញ្ឈប់ភាគីថៃវាយប្រហាររំលោភបំពានមកលើកម្ពុជាបាននោះទេហេតុអីចម្លើយនោះគឺថាថ្ងៃទី22ធ្នូនេះរដ្ឋមន្ត្រីការបរទេសអាស៊ានកំពុងតែប្រជុំនៅក្នុងទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ីដើម្បីដាក់ចេញនូវវិធានការមួយចំនួនដែលអាចឈានដល់ការកាត់បន្ថយកម្ដៅតាមព្រំដែនកម្ពុជាថៃក៏ប៉ុន្តែក្តីរំពឹងថាកិច្ចប្រជុំនេះអាចបញ្ឈប់ទីក្រុងបាងកកនិងយោធាថៃពីការឈ្លានពានបាញ់ប្រហារមកលើជនស្លូតត្រង់ជនស៊ីវិលខ្មែរនិងកម្លាំងរបស់កម្ពុជាហាក់មានតិចតួចបំផុតហេតុអ្វីកិច្ចប្រជុំពិសេសនៃរដ្ឋមន្ត្រីការបរទេសអាស៊ាននៅគូឡាឡាំពួរកំពុងដំណើរការនៅសមរភូមិមុខគឺកាន់តែក្តៅដោយយោធាថៃប្រឹងធ្វើម៉េចបញ្ចប់ខ្មែរត្រឹមប៉ុណ្ណឹងយោធាថៃសម្រុកវាយប្រហារកាន់តែខ្លាំងនិងពង្រីកនៃការវាយប្រហារទៅកាន់តំបន់ស៊ីវិលច្រើនទីតាំងជាក់ស្ដែងថ្ងៃនេះគឺជាថ្ងៃទី22ធ្នូកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានកំពុងដំណើរការយ៉ាងណាក៏ដោយតែយោធាថៃកំពុងវាយប្រហារយ៉ាងក្តៅគគុកនៅភូមិព្រៃច័ន្ទឃុំបឹងត្រកួនភូមិជោគជ័យតាំងពីម៉ោង4ព្រឹករហូតដល់ម៉ោង8ព្រឹកបាញ់គ្រាប់ផ្លោងជាច្រើនគ្រាប់ទម្លាក់គ្រាប់ដោយយន្តហោះ F16 នៅច្រកបឹងត្រកួន4គ្រាប់ទាំងព្រឹកព្រលឹមយោធាថៃបានបាញ់កាំភ្លើងធំ155មីលីម៉ែត្រប្រមាណជាជាង20គ្រាប់ចូលផ្សារកណ្ដាលប៉ោយប៉ែតទាំងព្រឹកព្រលឹមដែលផ្លោងគ្រាប់យ៉ាងសន្ធឹកសន្ធាប់រាប់អត់អស់ចូលទឹកដីខ្មែរសម្រាប់ជើងទ័ពថ្មើរជើងដើររបស់យោធាថៃអមដោយរថពាសដែករថក្រោះដ៏ច្រើនតាមពីក្រោយសម្រុករុលច្រើនឡើងរាទ័ពចូលភូមិព្រៃច័ន្ទនិងភូមិជោគជ័យកាន់តែសាហាវជាងនេះទៅទៀតនៅព្រឹកថ្ងៃទី22ធ្នូនេះយោធាថៃបានពង្រីកការវាយប្រហារចូលដល់ស្រុកភ្នំព្រឹកនិងសំពើលូននៃខេត្តបាត់ដំបងដោយយោធាថៃបានបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅប្រមាណជា12គ្រាប់និងបានធ្វើឲ្យជនស៊ីវិលមួយរូបរងរបួសផងដែរងាកទៅសហរដ្ឋអាមេរិកវិញនៅថ្ងៃទី21ធ្នូពលគឺមួយថ្ងៃមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានកំពុងប្រជុំនៅក្នុងទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ីបានចេញសេចក្តីថ្លែងការណ៍ដែលហាក់គ្មានឥទ្ធិពលអ្វីបន្តិចសោះដែលទំនងធ្វើឲ្យយោធាថៃកាន់តែបានចិត្តថ្លើមពាសមេឃបន្តវាយសម្រុកឈ្លានពានទឹកដីកម្ពុជាយោងតាមនៃការប្រកាសព័ត៌មានដោយលោក Thomas Pickett អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិកបានសរសេរថាសហរដ្ឋអាមេរិកបន្តអំពាវនាវឲ្យកម្ពុជានិងថៃបញ្ឈប់អរិភាពដកអាវុធធុនធ្ងន់បញ្ចប់នៃការដាក់គ្រាប់មីននិងអនុវត្តទាំងស្រុងនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរដែលរួមមានយន្តការពន្លឿននៃការដោះមីនមនុស្សធម៌និងដោះស្រាយបញ្ហាព្រំដែនលោក Thomas Pickett បានបន្តថា